សួស្តីបងប្អូនអញ្ចឹងលោកគ្រូតលំហាត់ថ្ងៃមុនណាតាក់ទងនឹងប្រធានទី7ឥឡូវយើងមើលប្រធានទី7ត្រូវនឹងលំហាត់4រមាំង5រមាំងណា10ពិន្ទុចំណុចពន្លឺមួយដាក់នៅលើអនៃកញ្ចក់ប្លង់មួយដែលមានកត់ផ្ចិតនេះកត់ផ្ចិតកញ្ចក់ប្លង់គឺ10សង់ទីម៉ែត្រគណនាអង្កត់ផ្ចិតស្នាមភ្លឺដែលគេសង្កេតឃើញនៅលើពិដានអញ្ចឹងគេឲ្យយើងរងកត់ផ្ចិតស្នាមភ្លឺដែលនៅលើពិដានហ្នឹងនៅកម្ពស់2ម៉ែត្រពីកញ្ចក់អញ្ចឹងមានន័យថាពីកញ្ចក់ទៅពិដានហ្នឹងវាមានកម្ពស់2ម៉ែត្រគេដឹងថាចំណុចពន្លឺនោះស្ថិតនៅ40សង់ទីម៉ែត្រពីកញ្ចក់ណាអូខេឥឡូវយើងអានចឹងមកយើងស្រង់ប៉ុណ្ណេះយើងស្រង់ហើយយើងគូសរូបណាតើតើនឹងអុបតិចណាអញ្ចឹងគេឲ្យយើងរើកត់ផ្ចិតស្នាមភ្លឺអូខេឥឡូវយើងទៅមើលហាត់លេខ5ណាអូខេអញ្ចឹងយើងមើលយើងគូសរូបទៅណានេះគឺជាកញ្ចក់មួយណាចក់ប្លង់អញ្ចឹង AB មិញហ្នឹងគឺស្មើនឹង D កត់ផ្ចិតរបស់វាណាវា10សង់ទីម៉ែត្រអញ្ចឹង OB នេះស្មើនឹង5 OA នេះក៏ស្មើនឹង5សង់ទីម៉ែត្រដែរអញ្ចឹងនៅលើកញ្ចក់ហ្នឹងគេដាក់ចំណុចពលឺមួយចំណុចពលឺ S1 យើងអ្នកតាំងខ្លួនយើងនៅចំណុចពលឺ S1 អញ្ចឹងយើងគូសមកប៉ះនឹងកញ្ចក់ផ្លាតទៅវិញណាក្រោមមុំស្មើគ្នាយើងបន្លាយមកបាន S' នេះអូខេអញ្ចឹងកម្មពលឺមួយទៀតគូសចេញពី S នឹងដែរប៉ះកញ្ចក់ផ្លាតទៅវិញយើងបន្លាយមកប្រសពគ្នាឡើយហ្នឹងគឺរូបភាពរបស់ភពពលឺហើយណាអញ្ចឹងអង្គត់ផ្ចិតស្នាមភ្លឺមានន័យថាគេចង់ឲ្យយើងរកអាព្រីម3ព្រីមណាអាព្រីម3ព្រីមណាអូខេអញ្ចឹងពីកញ្ចក់នេះណាគេប្រាប់ពីកញ្ចក់ហ្នឹងទៅពិដានគឺកម្ពស់2ម៉ែត្រនេះហាពីកញ្ចក់ទៅពិដានកម្ពស់2ម៉ែត្រហើយ OS ព្រីមហ្នឹង40សង់ទីម៉ែត្រដោយសារអី OS 40អញ្ចឹងវាត្រូវឲ្យរូបភាព symmetry 40ដែរណាអូខេអញ្ចឹងគេឲ្យយើងរងកត់ចិត្តស្នាមភ្លឺមុននឹងរងកត់ចិត្តស្នាមភ្លឺយើងត្រូវរក O' 3' ព្រីមសិនណា O' 3' ព្រីមអញ្ចឹងដើម្បីរក O' 3' ព្រីមយើងត្រូវបដូរត្រីកោណណាបដូរត្រីកោណសិនត្រីកោណ O ត្រីកោណ O' S' 3' ព្រីមនិងត្រីកោណ O S' 3ណា OS' 3ដូចគ្នាតាមករណីមើលណាត្រីកោណនេះត្រីកោណកែងហើយអា OS' ក៏ជាត្រីកោណកែងដែរអានេះមុំរួមណាអញ្ចឹងត្រីកោណ O'(S' ព្រីមដូចត្រីកោណ OS' តាមករណីមើលអូខេអញ្ចឹងយើងអាចទាញផលធៀបណាផលធៀបប្រវែងជ្រុងរបស់វាណាចាំហើយបើយើងផលធៀបប្រវែងជ្រុងគោលកំណត់យើងរក O' ណាអញ្ចឹង O' ព្រីមនៅលើ OB ណានៅលើ OB ស្មើទៅនឹងស្មើទៅនឹង O ព្រីម S ព្រីម O ព្រីម S ព្រីមនៅលើ O S ព្រីមណា O S ព្រីមគោលកំណត់យើងត្រូវរក O ព្រីម3ណាអូខេអញ្ចឹងយើងទាញរក O ព្រីម3ណាអញ្ចឹងនាំឲ្យ O ព្រីម3ព្រីមស្មើនឹង O ព្រីម S ព្រីមគុណនឹង OB ចែកទៅនឹង OS ព្រីមអូខេឥឡូវយើងមើល OS ព្រីមនេះស្មើនឹង OO ព្រីមណា OO ព្រីមណា O ព្រីមបូក OS ព្រីមអញ្ចឹង O ព្រីម O នេះគឺ2ម៉ែត្របូក OS ព្រីម40យើងបែកទៅឃើញ 2.4 ណាហើយ OB យើងត្រូវយកប្រវែងកត់ផ្ចិតរបស់កញ្ចក់ចែក2 10ចែក2ឃើញ5សង់ទីម៉ែត្រឥឡូវយើងជំនួសលេខចូលណាអូខេអញ្ចឹង OS ព្រីម S របស់យើង 2.4 ណា 2.4 គុណនឹង OB 0.05 ម៉ែត្រចែកទៅនឹង
OS prim ចឹង OS prim គឺ 0.4 ណាអូខេឥឡូវយើងចែកទៅលេខទៅយើងចែកទៅឃើញ 0.3 ណា 0.3 ម៉ែត្រតែគេឲ្យយើងរើអង្កត់ចិត្តស្នាមភ្លឺមានន័យថាយើងរើ A prim by prim ណាមើលទៅលើរូបនេះកត់ចិត្តស្នាមភ្លឺគឺរើ A prim by prim ណា A prim by prim ហ្នឹងអញ្ចឹង A prim by prim វាស្មើ2ដង O prim by prim អញហ្នឹងតែ O prim by prim គឺ 0.3 អញ្ចឹងយើងយក2គុណនឹង 0.3 មកម៉ែត្រមកយើងឃើញ0.6 ម៉ែត្រណាអាហ្នឹងជាអង្កត់ចិត្តស្នាមភ្លឺណាកត់ចិត្តស្នាមភ្លឺអូខេឥឡូវយើងទៅមើលលំហាត់តកតើងនឹងត្រង់ស្វូលំហាត់ទី6ណាអូខេលំហាត់ទី6យើងអានសិនណាអូខេ6គឺ5បន្ទុកត្រង់ស្វូលមួយមានចំនួនស្ពារ500យ៉ាងនេះអិនប៉ែចំនួនស្ពារ1000នៅរบบមធ្យមគេភ្ជាប់ត្រង់ស្វូលនេះទៅនឹងប្រភពតង់ស្យុងឆ្លាស់ដែលមានតង់ស្យុង 1.5 គីឡូវ៉ុលគេដឹងថាត្រង់ស្វូលមានទិន្នផល 100% អញ្ចឹងទិន្នផលគឺទិន្នផលត្រង់ស្វូលអ៊ីដាអល់ណាកចូលធ្វើគំនូសតាងនៃត្រង់ស្វូលអូខេអញ្ចឹងសំណួរកគ្រាន់តែគេឲ្យយើងគូសរូបត្រង់ស្វូលណាគេកគូសគំនូសតាងរូបត្រង់ស្វូលមិនគូនិមិត្តសញ្ញាណានេះឲ្យគូរូបត្រង់ស្វូលអូខេអញ្ចឹងរូបត្រង់ស្វូលយើងគូសប្រទេសលោហៈដែកហ្នឹងគូសចឹងមកយើងគូសពី3ប្រទេសមកបានហើយអូខេគូសពីប្រទេសអញ្ចឹងយើងដាក់ចំនួនស្ពារវាមកនេះចំនួនស្ពារនេះគឺចំនួនស្ពារនៅរបំបឋមណាហើយភ្ជាប់ទៅនឹងតង់ស្យុងឆ្លាស់អូខេអញ្ចឹងនេះគឺ N ប៉ែនេះគឺ E ប៉ែណាហើយរបំយកទៅចេញនៅប្រើប្រាស់គឺរបំមធ្យមណាអានេះ NS នេះ YS ហើយចរន្តយកទៅប្រើប្រាស់គឺ ES អញ្ចឹងគ្រាន់តែគូសប៉ុណ្ណឹងទៅបានហើយគេឲ្យយើងគូសរូបត្រង់ស្វូលណាវាគូសនិមិត្តសញ្ញាចាំយើងគូសនិមិត្តសញ្ញាហេតទៅទៀតសំណួរខតើត្រង់ស្វូលនេះជាត្រង់ស្វូលអ្វីតើជាត្រង់ស្វូលស៊ូវ៉ាទ័រឬក៏ស៊ូវ៉ាទ័រណាខមានន័យថាគេឲ្យយើងកំណត់ត្រង់ស្វូលណាកំណត់ប្រភេទត្រង់ស្វូលកំណត់ប្រភេទត្រង់ស្វូលកំណត់ប្រភេទត្រង់ស្វូលអញ្ចឹងយើងរើផលធៀបតម្លៃការបើវាមកការគឺយើងយក NS លើអត់ប៉ែ NS មិញដូចជា 1000 ស្ពារចែកនឹង N ប៉ែ500ចែកទៅគឺបាន2ធំជាង1ណាបើការធំជាង1វាជាត្រង់ស្វូលស៊ូវ៉ុលទ័រមានថាដំឡើងតង់ស្យុងណាស៊ូវ៉ុលទ័រអូខេឥឡូវយើងទៅមើលសំណួរបន្តទៀតតើគេសួររអីសំណួរកគណនាតង់ស្យុងនៅរบบមធ្យមអញ្ចឹងអានេះរ VS ណាគេរ VS គណនាចរន្តនៅរบบមធ្យមបើគេដឹងថារបំបឋមមានអានុភាពនេះប៉ែគេអញ្ចឹងយើងរ VS ណាគេប្រាប់ V ប៉ែមកហើយអញ្ចឹងរ VS តាមផលធៀបបំលែងមិញហ្នឹងណាកគណនាតង់ស្យុងនៅរบบមធ្យមរ VS អញ្ចឹងយើងតាមផលធៀបការមិញហ្នឹងការ VS លើ V ប៉ែយើងទាញរ VS មក VS ស្មើការ V ប៉ែការមិញគឺ2គុណនឹង V ប៉ែ 1.5 គីឡូវ៉ុលអញ្ចឹងយើងគុណទៅឃើញ3គីឡូវ៉ុល
ណាគិតជា kilovolt ក៏បានដែរដែរណាអូខេ3 kilovolt សំណួរបន្តទៀតគណនាចរន្តអគ្គិសនីនៅរបបមធ្យមអូខេអញ្ចឹងគេរ ES ណាអូខេចរន្តអគ្គិសនីនៅរបបមធ្យមចរន្តអគ្គិសនីនៅរបបមធ្យមអូខេអញ្ចឹងយើងរ ES នេះណាអូខេអញ្ចឹងតាមប៉េស្មើនឹងប៉េឬក៏ប៉េមានថាអានុភាពនៅរបបមធ្យមវងបឋមស្មើនឹងអានុភាពនៅរបបមធ្យមណាស្មើនឹងប៉េ S អញ្ចឹងសមមូលនឹងអីវ៉េប៉េឬក៏យើងទាញយកតែហ្មងទៅក៏បានដែរណាព្រោះត្រង់ស្វូនេះវាត្រង់ស្វូ ideal អញ្ចឹងសមមូលនឹង VS ES ស្មើនឹងប៉េអូខេអញ្ចឹងអានុភាពនៅរបបបឋមហ្នឹងដូចជាគេឲ្យ5-10 kW ណាអញ្ចឹងយើងអាចរើ ES នេះចេញហើយ ES ស្មើនឹងប៉េចែកទៅនឹងប៉េអញ្ចឹងប៉េមិញយើងមើលយើងស្វងសមត្ថកម្មមិញណា5-10 kW អញ្ចឹងមានន័យថា15ហើយយើងថែម0.3ណាវាយើងបែរជាវ៉ាត់ណាវាស្មើនឹង 15000 kW ចែកនឹងប៉េមិញដូចយើងឃើញ3 kV 3 kV យើងបែរជា volt គឺ1000 0.3យើងរួលចោលមកអញ្ចឹង15ចែកនឹង3បាន5 ampere ណានេះគឺជាចរន្តអគ្គិសនីនៅរបបមធ្យមអូខេអញ្ចឹងលំហាត់តកតើងនឹងប្រធានទី7គឺចប់ហើយណាបងប្អូនអញ្ចឹងសូមបងប្អូនធ្វើវាឡើងវិញណាអូខេអត់យល់ឯណាយើងអាចមើលម្ដងទៀតទៅឬក៏អាច comment សួរណាអញ្ចឹងលោកគ្រូបញ្ចប់លំហាត់ប៉ុណ្ណឹងសិន